ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកចែកម្លែកពីការធ្វើប្រហុកទាំងអស់គ្នាដែលខ្ញុំក៏រៀនពី YouTube ដែរណាបងប្អូនតោះឥឡូវយើងមកមើលទាំងអស់គ្នាចាបងប្អូននេះបន្ទាប់ពីយើងធ្វើហើយយើងកាត់ក្បាលកាត់បន្ទុយយកអាចវានិយាយរួមគឺស្អាតអញ្ចឹងបងប្អូនលាងវាឲ្យអស់ដីអស់សម្រាមអញ្ចឹងណាបងប្អូនឲ្យលាងឲ្យទឹកថ្លាចាំយកវាមកត្រាំទឹកមកយកបងប្អូនបន្ទាប់ពីយើងលាងស្អាតហើយបងប្អូនគឺយើងយកវាមកត្រាំទឹកបងប្អូនចាយើងត្រាំរយៈពេលមួយយប់បងប្អូនដល់ពេលយើងលាងស្អាតគឺទឹកថ្លាបែបហ្នឹងបងប្អូននេះគឺត្រីដែលយើងត្រាំមួយយប់បងប្អូនចុះឥឡូវយើងយកវាមកលាងចឹងតែចង់បន្ទាប់ពីយើងធ្វើការត្រាំវាមួយយប់ហើយគឺយើងធ្វើការលាងសម្អាតវាហើយបងប្អូននិយាយទៅបងប្អូនលាងសម្អាតវាពីទឹកឲ្យទឹកថ្លាណាបងប្អូនចាបងប្អូនលាងសម្អាតវាហើយយើងនិយាយរួមបងប្អូនលាងធ្វើយ៉ាងម៉េចឲ្យទឹកថ្លាបងប្អូនណាដោយសារខ្ញុំអត់បានទិញស្ដោងដៃខ្ញុំភ្លេចដល់ចឹងខ្ញុំប្រើវ៉ែកដួសនេះគឺយើងលាងស្អាតហើយណាបងប្អូន4ក្រាមទឹកចឹងមកណាចឹងបន្ទាប់ពីយើងលាងស្អាតនេះគឺយើងត្រាំមួយយប់ទៀតយប់ទី2យប់ទី2បន្ទាប់ពីត្រាំទឹកបានយប់ទី2ឥឡូវយើងស្រង់ទៅលាងចេញទាំងអស់គ្នាបងប្អូនបន្ទាប់ពីយើងធ្វើការលាងហើយបងប្អូនចាអញ្ចឹងគឺយើងដាក់សម្រាប់ទឹកចេះតិចមកហើយចាំយើងយកមកប្រឡាក់ជាមួយអំបិលបងប្អូនហើយអំបិលបងប្អូនស្មានជាមួយនឹងសាច់ត្រីបងប្អូនណាបងប្អូនណាចាំបងប្អូនបន្ទាប់ពីវាស្រស់ទឹកហើយគឺយើងយកវាមកលាងអំបិលបែបហ្នឹងបងប្អូនណាបើដូចខ្ញុំនិយាយទៅបងប្អូនចឹងគឺបងប្អូនស្មានទៅតាមសាច់ត្រីរបស់បងប្អូនណាបងប្អូនណាចឹងបងប្អូនច្បាច់វាច្បល់វាអត់ចូលសប់ហើយតែបងប្អូនញាត់ឡោបងប្អូនចាំបងប្អូនបន្ទាប់ពីយើងប្រឡាក់អំបិលហើយគឺយើងសកាត់វាបែបហ្នឹងណាបងប្អូនហើយយើងផ្អាប់វាទុកមួយយប់ទៀតណាបងប្អូនចាំបន្ទាប់ពីយើងប្រឡាក់អំបិលបានមួយយប់បងប្អូនចឹងយើងយកមកប្រឡាក់អំបិលម្ដងទៀតបងប្អូនចាចឹងដល់ពេលដែលយើងត្រូវបន្ទាប់ពីយើងប្រឡាក់ម្ដងទៀតហើយគឺបងប្អូនយកមកដាក់ចឹងណាបងប្អូនណាបងប្អូនយកមកសកាត់នៅលើឆាយចាំមកហើយរៀបចំបែបហ្នឹងមកកុំឲ្យវាមានរោមហើយយើងធ្វើការដាក់ហាលនៅកន្លែងដែលមិនហាលថ្ងៃយើងហាលក្នុងម្លប់ដែលមានក្លិនចេញចូលល្អផងអត់យើងដឹងថាវាមានក្លិនចាំបងប្អូនដាក់នេះស្កាត់ទៅមកយកឲ្យសកាត់យើងទៅយើងហាលអញ្ចឹងពីថ្ងៃហាលក្នុងម្លប់បងប្អូននេះត្រូវយកថ្មមកសកាត់សិនចឹងបងប្អូនទុកចឹងហើយយើងទុក2ថ្ងៃបានយើងប្រឡាក់ចូលកន្លងម្ដងទៀតយើងក៏បានយើងដាក់ជិបចឹងមកយើងទុកចឹង2ថ្ងៃទេបងប្អូនបងប្អូនយើងដល់ពេលប្រឡាក់ដបយើងចូលកន្លងហើយចានេះគឺជាបែបដែលខ្ញុំបានធ្វើការដាក់បែបហ្នឹងរយៈពេល2ថ្ងៃតែដល់យើងចាប់ដើមញាត់កន្លងបងប្អូនអញ្ចឹងយើងយកវាមកចាក់លាងម្ដងទៀតបងប្អូនលាងម្ដងទៀតកូរវាឲ្យសព្វតែយើងយកមកញាត់កន្លងបងប្អូនណាហើយដូចយើងខាងដើមចឹងបើគឺបងប្អូនស្មានជួយសេចក្ដីបងប្អូនទៅចឹងហើយដោយសារដៃមួយចឹងគឺខ្ញុំកូរបោកមកកន្លងហ្នឹងចានេះតើបើយើងប្រឡាក់អំបិលហើយបងប្អូនចាបងប្អូនកូរឲ្យសព្វប្រឡាក់ឲ្យសព្វចឹងមកឃើញស្ងួតរឿងតែម្ដងចឹងតើបើយើងប្រឡាក់អំបិលហើយគឺយើងចាប់ដើមញាត់កន្លងមកតែបងប្អូនកុំភ្លេចនេះជ្រុំវាចឹងបងប្អូនជ្រុំឲ្យវាណែនណាបងប្អូនឃើញទេចាតែមកយើងញាត់ចូលកន្លងទៅបងប្អូនហើយកុំភ្លេចដាក់អំបិលពីលើអញ្ចឹងមកផងណាបងប្អូនណាដាក់អំបិលពីលើអញ្ចឹងមកហើយជូតមាត់កែវឲ្យស្អាតបន្ទាប់មកគឺយើងបានប្រហុកដ៏ឈ្ងុយឆ្ងាញ់ណាបងប្អូនចានេះគឺរួចរាល់អរគុណ